ស្វាគមន៍មកកាន់កម្មវិធី High Tech ធម្មពលកីឡាជំរាបសួរទស្សនិកជនជាទីគោរពនិងជាទីមេត្រីស្វាគមន៍មកកាន់កម្មវិធី High Tech ធម្មពលកីឡាដែលឧបត្ថម្ភដោយទឹកពិសា High Tech បាទដែលជាបាទទឹកបរិសុទ្ធបាទជួយដល់សុខភាពរបស់បងប្អូនបាទពិសា High Tech គឺសុខភាពល្អតែម្ដងបាទថ្ងៃនេះជួបជាមួយខ្ញុំបាននីរធីនៅក្នុងកម្មវិធី High Tech ធម្មពលកីឡាដែលមានផ្សាយផ្ទាល់នៅលើបាទ Facebook Page របស់ MSR Sport News និង Facebook Page របស់ MSR Sport បាទថ្ងៃនេះមានរឿងរ៉ាវជាច្រើនដើម្បីយកមកជជែកជាមួយនឹងបងប្អូនទាក់ទិនជាមួយនឹងបាទរឿងបាល់ទាត់នៅក្នុងស្រុករឿងបាល់ទាត់នៅក្រៅស្រុកដែលកំពុងតែបញ្ចប់និងចិត្តនឹងបញ្ចប់បាទលីកកំពូលរៀងៗខ្លួនតែជាមួយនឹងរឿងរ៉ាវដំបូងបាទតងជាមួយនឹងបាល់ទាត់ក្នុងស្រុកតែម្ដងបាទគឺការពីម្សិលមិញព្រះខ័នរាជស្វាយរៀងបានបរាជ័យក្រោមថ្វីជើងរបស់ភ្នំពេញក្រៅដោយលទ្ធផល5-0បាទហើយលទ្ធផលនេះគឺជាលទ្ធផលដែលគួរឲ្យភ្ញាក់ផ្អើលបំផុតបាទនៅក្នុងប្រវត្តិសាស្ត្របាទរបស់ព្រះខ័នរាជស្វាយរៀងក្រោមការដឹកនាំរបស់លោកប៉េប មុយណូសបាទដែលម្សិលមិញនេះព្រះខ័នរាជស្វាយរៀងបានដាក់ជម្រើសទី2លេងស្ទើរតែទាំងអស់នៅក្នុងឈុត11អ្នកដំបូងក្នុងការប៉ះជាមួយនឹងភ្នំពេញក្រៅដែលដាក់ឈុត11អ្នកពេញបបតែម្ដងបាទដោយមិនទុកជើងទេក្រុមទាំងពីរនេះគឺការប្រកួតការវិមសិលមិញជាការប្រកួតបែបបង្ក្រប់កិច្ចតែប៉ុណ្ណោះបាទដោយសារតែព្រះខ័នរាជស្វាយរៀងគឺជាក្រុមដែលក្រងជើងឯកបាទ Cambodian Premier League បាទតាំងតែពី2សប្តាហ៍មុនរួចមកហើយប៉ុន្តែសប្តាហ៍នេះបាទគឺគេត្រូវប្រកួតជាមួយនឹងភ្នំពេញក្រៅបង្ក្រប់កិច្ចដើម្បីបញ្ចប់បិទបាទនៅក្នុងការប្រកួតក្របខ័ណ្ឌបាទ Cambodian Premier League រដូវកាល2024-2025 បាទដូច្នេះមានន័យថាយប់មិញនេះបាទគឺលេងតេស្តជើងគ្នាបាទហើយគេមានការជួបគ្នាដ៏សំខាន់មួយទៀតបាទនៅថ្ងៃទី25ខាងមុខបាទដែលជាការប្រកួតវគ្គផ្លាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនរវាងភ្នំពេញក្រោននិងព្រះខ័នរាជស្វាយរៀងនៅវគ្គផ្លាត់ពានតែម្ដងបាទអញ្ចឹងយើងនិយាយអំពីលីកកំពូលកម្ពុជាយើងសិនបាទការពីម្សិលមិញបាទនិយាយអំពីចំណាត់ថ្នាក់តារាងបាទគឺព្រះខ័នរាជស្វាយរៀងឈរនៅលេខ1បាទភ្នំពេញក្រោននៅលេខ2វិសាខានៅលេខ3បឹងកេតបាទដែលរដាក់រដប់នោះបាទគឺបំណងពងយកត្រឹម top 6ទេយប់មិញក៏ឡើងមកដល់បាទ top 4ក្រោយពីយកឈ្នះ Nagavel អង្គរ Tiger នៅលេខ5 Nagavel នៅលេខ6បាទនេះគឺក្រុមតំបន់បាទ top 6ទាំង6បាទនេះគឺចំណាត់ថ្នាក់បាទខណៈដែលបាទម្ចាស់ពានរង្វាន់ឯកតជនម្សិលមិញបាទគឺយើងរកឃើញបាន2បាទគឺទី1បាទម្ចាស់ស្បែកជើងមាសបាទគឺ Andre បាទ Neto Rondon បាទគឺកីឡាករបាទកូឡុំប៊ីបាទតែឥឡូវគាត់ជាកីឡាករសញ្ជាតិខ្មែរហើយបាទសញ្ជាតិដើមកូឡុំប៊ីបាទហើយនឹងម្ចាស់ស្រោមដៃមាសបាទគឺវីរៈតារារបស់ព្រះខ័នរាជស្វាយរៀងបាទអញ្ចឹងមានន័យថា CPL នឹងមានកម្មវិធីពិសេសមួយទៀតនៅក្នុងការប្រគល់ពានរង្វាន់ឯកតជនជូនទៅកាន់បាទកីឡាករជូនទៅកាន់ក្រុមរងជើងឯកជូនទៅកាន់ក្រុមចំណាត់ថ្នាក់លេខ3នៅក្នុងការរៀបចំរបស់ក្រុមហ៊ុនបាទ Cambodian Premier League នៅក្នុងរដូវកាលនេះផងដែរយ៉ាងណាក៏ដោយបាទការប្រកួតបាទតាំងតែពីសប្តាហ៍ទី1បែងចែកជា2ដំណាក់កាលរហូតដល់បញ្ចប់ការប្រកួតមានការបាទគេហៅថាប្រកួតប្រជែងយ៉ាងខ្លាំងមានរឿងរ៉ាវជាច្រើនបានកើតឡើងមានរឿងរ៉ាវជាច្រើនបានបាទផ្ទុះការតវ៉ាបាទគឺសុទ្ធសឹងតែជាអនុស្សាវរីយ៍នៅក្នុងការរៀបចំលីកកំពូលកម្ពុជានៅក្នុងរដូវកាលនេះសង្ឃឹមថារដូវកាលក្រោយៗនឹងមានការរៀបចំឲ្យកាន់តែល្អជាងនេះនឹងមានការប្រកួតប្រជែងឲ្យកាន់តែខ្ពស់ជាងនេះសម្រាប់លីកកំពូលកម្ពុជាជាពិសេសក្រុមដែលមានគេហៅថាធនធាននិងក្រុមដែលមិនសូវជាមានធនធានក៏អាចនឹងមានការទទួលបានការវិនិយោគក៏ដូចជាការឧបត្ថម្ភបន្ថែមពីសំណាក់ដៃគូឧបត្ថម្ភដែលធ្វើឲ្យពួកគេនឹងមានឱកាសនៅក្នុងការបោះជំហានទៅមុខគឺជាការបោះជំហាននៅក្នុងការប្រកួតប្រជែងឲ្យកាន់តែខ្លាំងក្លានៅក្នុងក្របខ័ណ្ឌកំពូលបាល់ទាត់កម្ពុជាផងដែរបាទអញ្ចឹងអ្វីៗគឺបានបញ្ចប់អស់ហើយនៅបាទ CPL នៅសល់ការប្រកួត2ប្រកួតទៀតនឹងបិទបញ្ចប់ទាំងស្រុងតែម្ដងនៅក្នុងបាល់ទាត់កម្ពុជាបាទនៅក្នុងពានរង្វាន់Cambodian Premier League និងពានរង្វាន់សម្ដេចតេជោផងដែរបាទថ្ងៃអាទិត្យសប្តាហ៍ក្រោយការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ3វិសាខាប៉ះជាមួយនៅបឹងកេតនៅបាទនៅក្នុងការប្រកួតបាទនៅពុកកីឡាដ្ឋានជាតិមរតកតេជោហើយគូពិសេសបាទគឺការប្រកួតបាទរវាងព្រះខ័នរាជស្វាយរៀងទល់ជាមួយនឹងភ្នំពេញក្រោននៅក្នុងវគ្គផ្ដាច់ព្រាត់តែម្ដងបាទអញ្ចឹងគឺយប់នេះបាទយប់ថ្ងៃអាទិត្យនោះបាទមានការប្រកួតចំនួន2គូសុទ្ធសឹងតែក្រុមដ៏ជក់ចិត្តបំផុតហើយ
មានការចាប់ឆ្នោតរង្វាន់ម៉ូតូរង្វាន់ឡានក៏ដូចជាមានការសម្ដែងបាទពិសេសជាច្រើនផងដែរនៅពេលអូកាឡាឋានជាតិមរតកសង្ឃឹមថាបងប្អូនរបស់យើងទាំងអស់គ្នានឹងបានចូលរួមទស្សនាឲ្យបានច្រើនកុះកក៏ដូចជាការលើកស្ទួយវិស័យបាល់ទាត់នៅក្នុងប្រទេសកម្ពុជារបស់យើងឲ្យកាន់តែចម្រើនទៅមុខផងដែរបាទអញ្ចឹងថ្ងៃទី25នៅពុកឡាឋានជាតិមរតកកុំភ្លេចចេញសម្បត្តិទៅជូនទស្សនាហើយមានឱកាសចាប់ឆ្នោតបាទយករង្វាន់ឡានផងដែរបាទអញ្ចឹងនេះហើយគឺជាព័ត៌មានខ្លីៗដែលទៅជាមួយនឹងបាទរឿងរ៉ាវបាល់ទាត់នៅក្នុងប្រទេសកម្ពុជារបស់យើងបាទអញ្ចឹងឥឡូវយើងក៏ដកឃ្លីបពីប្រទេសកម្ពុជាយើងចូលមកដល់ព័ត៌មានកីឡាបាទក្រៅស្រុកវិញម្ដងបាទគឺ Crystal Palace បាទកាលពីថ្ងៃអាទិត្យបាទយកថ្ងៃសៅរ៍ចូលថ្ងៃអាទិត្យបានបាទគេđãបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រប្រចាំក្លឹបតែម្ដងគឺការយកឈ្នះទៅលើ Manchester City នៅក្នុងវគ្គផ្ដាច់ព្រាត់ពីរង្វាន់ FA Cup ដែលនេះគឺជាការឈ្នះពីលើកដំបូងបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ពួកគេស្របពេលដែល Crystal Palace ឡើងមកដល់វគ្គផ្ដាច់ព្រាត់ចំនួន3ដងនៅក្នុងពីរង្វាន់ FA Cup ប៉ុន្តែចាញ់2ដងបាទហើយឈ្នះម្ដងហើយការចាញ់2ដងរបស់ Crystal Palace នោះគឺចាញ់ទៅលើ Manchester United បាទអញ្ចឹងមានន័យថាឡើងមក3ដងជួបបាទបងប្អូនតកូល Manchester Crystal Palace ចាញ់ Manchester United 2ដងហើយឈ្នះ Manchester City ម្ដងបាទនៅក្នុងការប្រកួតបាទការពីថ្ងៃសៅរ៍ហើយនេះក៏ជាការឆ្លងរង្វាន់ពីរង្វាន់បាទ UEFA FA Cup នោះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លឹបហើយជួយឲ្យពួកគេទទួលបានកៅអីមួយរួចជាស្រេចនៅក្នុងការប្រកួត UEFA Europa League នៅរដូវកាលក្រោយផងដែរអញ្ចឹងមានន័យថា Crystal Palace នឹងមានការប្រកួតប្រជែងដ៏ធំមួយទៀតនៅរដូវកាលក្រោយគឺការលេងនៅក្នុងពានរង្វាន់ UEFA Europa League បាទខណៈដែល Manchester City នៅក្នុងឆ្នាំនេះបញ្ចប់ទៅដោយមិនមានពាននៅក្នុងដៃទេក្រៅតែពីការឈ្នះបាទ Community Shield កាលពីបើករដូវកាលនោះបាទព្រោះហើយតមកគឺពួកគេអត់មានបានអីទាំងអស់ Premier League ក៏អត់ Champions League ក៏អត់ EFL ក៏អត់ FA Cup ក៏អត់បាទអញ្ចឹងគឺឆ្នាំនេះអត់មានពានទេសម្រាប់ Man City ហើយសោតអ្វីសោតមួយទៀតនោះគឺ Man City កំពុងតែប្រជែងនៅក្នុងតំបន់ Top 4នៅក្នុងការដណ្ដើមកៅអីលេង UEFA Champions League នៅរដូវកាលក្រោយទៀតបាទប៉ុន្តែ Man City គឺគេមានពាក្យរយច្រើនជាងគេបាទដោយសារតែគេសោតពីប្រកួតក្នុងដៃក្រុមផ្សេងៗសោតតែមកប្រកួតទេបើសិនជា Man City ឈ្នះមកប្រកួតទៀតគឺគេកាន់តែ secure បាទអញ្ចឹងគឺ Man City ត្រូវឈ្នះពីប្រកួតចុងក្រោយនេះទៅឈ្នះជាចាំបាច់ដើម្បីធានាកៅអីរបស់ខ្លួនលេងនៅក្នុងពានរង្វាន់ UEFA Champions League នៅរដូវកាលក្រោយបាទនេះគឺជារឿងរ៉ាវបាទគេថាដែលកំពុងតែគួរឲ្យចាប់អារម្មណ៍មួយរឿងទៀតនៅថ្ងៃទី22យប់ថ្ងៃពុធចូលថ្ងៃប្រហ័សវគ្គផ្ដាច់ព្រាត់ UEFA Europa League ក្រុមបាតតារាងទាំងពីរនៅ Premier League Manchester United និង Tottenham Hotspur បាទគឺត្រូវជួបគ្នាសារជាថ្មីម្ដងទៀតបាទនៅក្នុងការប្រកួតវគ្គផ្ដាច់ព្រាត់នៅទឹកដី Bilbao នៃប្រទេសអេស្ប៉ាញមិនដឹងថាបាទក្រុមទាំងពីរនោះបាទនឹងមានវិធីសាស្ត្រយ៉ាងណាទេស្របពេលដែលបាទគ្រូបង្វឹករបស់ Spur ឈ្នះពានឬមិនឈ្នះពានគឺដឹងតែចាក់ចេញគ្រូបង្វឹករបស់ Man U ឈ្នះពានឬមិនឈ្នះពាននឹងមិនចាក់ចេញទេដោយសារតែថ្នាក់ដឹកនាំរបស់ Manchester United បានសម្រេចគ្នាហើយកាលពីបាទ24ម៉ោងមុននេះគឺបានបញ្ជាក់ថា Ruben Amorim នឹងត្រូវដឹកនាំបិសាចក្រហមរហូតនៅដល់រដូវកាលក្រោយបើសិនជាមិនមានអ្វីប្រែប្រួលបាទអញ្ចឹងគឺកៅអីរបស់លោក Ruben Amorim ហ្នឹងក៏មិនទាន់ធានា 100% ដែរប៉ុន្តែលោក Ruben Amorim គឺគាត់នឹងព្យាយាមដឹកនាំបិសាចក្រហមឲ្យបានឈ្នះពានខណៈដែលប្រិយមិត្តរបស់យើងបាននៅទូទាំងពិភពលោកចង់ឲ្យ Tottenham Hotspur ឈ្នះពានគឺមូលហេតុដោយសារហឹងមីងសុនបាទឥឡូវយើងរៀបរាប់ណាNewcastle ស្គាល់ពាក្យថាពាននៅឆ្នាំនេះក្រោយពីខកខានអស់ជិត56ឆ្នាំ Crystal Palace ឈ្នះពានលើកដំបូងក្នុងប្រវត្តិសាស្ត្រHarry Kane ស្គាល់ពាក្យថាពានបាទក្នុងលើកដំបូងក្នុងអាជីព Bologna ឈ្នះពានក្នុងរយៈពេលជាង90ឆ្នាំបាទអញ្ចឹងល្មមដល់ពេលតែ Spurs ឈ្នះដែរហើយបាទប៉ុន្តែប្រិយមិត្ត Man U ថា no អត់ឲ្យឈ្នះទេ Spurs នៅតែមិនអាចឈ្នះពានបាទអញ្ចឹងការប្រកួតនៅទឹកដី Bilbao ថ្ងៃទី22បាទក៏នឹងមានការបាទផ្សាយបាទគេថាបាទឲ្យមើលទូទាំងពិភពលោកផងដែរសម្រាប់ការប្រកួតមួយនេះស្របពេលដែលបាទ Manchester United បានរៀងគំរាមបន្តិចឆ្នាំនេះបាទសហម្ចាស់ក្លឹប Sir Jim Ratcliffe បានកាត់បន្ថយចំណាយដោយមិនអោយបាទបុគ្គលិកបាទទៅទស្សនាការប្រកួតបែបផ្ដាច់ព្រាត់ទេបាទជាង600នាក់ហ្នឹងគឺគាត់អត់ឲ្យទៅមើលទេបាទចំណាយថ្លៃពេកបាទស្របពេលដែលខាង Spur នោះបាទគឺឲ្យបុគ្គលិកបាទពេញម៉ោងរបស់ខ្លួននៅក្លឹបតែម្ដងគឺទៅមើលទាំងអស់បាទប៉ុន្តែអ្នកដែលចិត្តទូលាយគឺលោក Ruben Amorim លោក Ruben Amorim បានចំណាយលុយផ្ទាល់ខ្លួនបាទឲ្យបាទក្រុមគ្រួសារបុគ្គលិករបស់ខ្លួនបាទគេហៅ back up
បាទ backup staff បាទបុគ្គលិកមានក្រុមគ្រួសារហ្នឹងគឺគាត់ចេញលុយឲ្យទាំងអស់ប្រហែលគាត់អ្នកចំណាយទៅទស្សនានៅ bill បើហ្នឹងតែម្ដងបាទអញ្ចឹងគឺគ្រូចាយធំជាងបាទគ្រូចាយធំជាងបាទម្ចាស់ក្លឹបបាទអញ្ចឹងថ្ងៃទី22បាទគឺកុំភ្លេចបងប្អូន Manchester United ប៉ះជាមួយនឹង Tottenham Hotspur Spur អាយស Man U អាយក្រហមជួបគ្នាវគ្គដាច់ព្រាត់ Spur មិនអាចស្គាល់ពាក្យថាពៀនទេបាទប្រហែលឆ្នាំអូយូរហើយបាទតាំងពីជំនាន់នេះហើយបាទ2007 2006 2009ណាបាទជំនាន់បើបតៅលើ Carling Cup ជាមួយនឹង Robbie Keane តាំងពីហ្នឹងមកអត់ដែលស្គាល់ពាក្យថាពៀនសោះបាទប៉ុន្តែយ៉ាងណាបាទ Spur គឺឆ្នាំនេះគេរំពឹងខ្ពស់ហងមីសុនក៏រំពឹងខ្ពស់ប៉ុន្តែ Man U បាទនៅក្នុង Europa League គឺលេងមិនដែលចាញ់ទាល់តែសោះបាទអញ្ចឹងបើសិនជាពួកគេលេងមិនចាញ់សោះកំណត់ត្រាថ្មីក៏ត្រូវបានបង្កើតសម្រាប់ Manchester United ដែលខ្លាចទៅជាក្លឹបដែលលេងមិនចាញ់ទាល់តែសោះប៉ុន្តែបើចាញ់វគ្គផ្ដាច់ព្រាត់ក៏ជាក្លឹបមួយដែលឈ្នះគ្រប់វគ្គទាំងអស់ប៉ុន្តែបែរជាចាញ់វគ្គព្រាត់តែម្ដងបាទទស្សនិកជនជាទីគោរពនិងជាទីមេត្រីបាទនេះគឺជារឿងរ៉ាវដែលកើតឡើងនៅក្នុងស្រុករឿងរ៉ាវក្រៅស្រុកក៏ដូចជាបាទរឿងរ៉ាវបាទនៅអឺរ៉ុបអញ្ចឹងថ្ងៃអាទិត្យនេះមានការប្រកួតវគ្គផ្ដាច់ព្រាត់ចំនួន2បាទចំនួនសប្តាហ៍នេះមានវគ្គផ្ដាច់ព្រាត់ចំនួន2ទី1គឺ UEFA Europa League លេងនៅថ្ងៃទី22ហើយអ្វីដែលសំខាន់នៅទឹកដីកម្ពុជារបស់យើងគឺការប្រកួតបាទវគ្គផ្ដាច់ព្រាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបាទឆ្នាំ2024-2025នេះគឺជំនួបរវាងភ្នំពេញក្រោនប៉ះជាមួយនឹងព្រះខ័នរាជស្វាយរៀងបាទដែលក្រុមទាំងពីរគឺនឹងត្រូវប្រជែងពីគ្នាហើយក៏ជាគូសងសឹកចាស់កាលពីរដូវកាលមុនដែរដោយព្រះខ័នរាជស្វាយរៀងបានយកឈ្នះទៅលើភ្នំពេញក្រោននៅក្នុងម៉ោងបន្ថែមតាមរយៈការរករបោលបានដោយខ្សែប្រយុទ្ធ Marco Van Haber បាទដោយបច្ចុប្បន្ននេះបាទកីឡាករជនជាតិកាណាដាគឺទៅលេងនៅប្រទេសថៃបាត់ទៅហើយស្របពេលដែលគូចំណុចថ្នាក់លេខ3លេខ4គឺ Visakha ត្រូវប្រជែងគ្នាជាមួយនឹងបឹងកេតសាជាថ្មីម្ដងទៀតដូចគ្នាផងដែរបាទអញ្ចឹងគឺឆ្នាំនេះបាទពីរគូលេងដូចគ្នាក្នុងថ្ងៃតែមួយដដែលហើយចប់ការប្រកួតក៏មានពិធីប្រគល់ពានរង្វាន់ពិធីប្រគល់ជើងឯករងនិងចំណុចថ្នាក់លេខ3នៅក្នុងបាទប្រកួតកីឡាដ្ឋានជាតិមរតកជោផងដែរសង្ឃឹមថាបងប្អូននឹងចូលរួមគាំទ្រឲ្យបានច្រើនកកមានរង្វាន់ឡានរង្វាន់ម៉ូតូនិងរង្វាន់ផ្សេងៗជាច្រើនទៀតពីបាទគណៈកម្មការរៀបចំការប្រកួតពានរង្វាន់សម្ដេចតេជោបាទទស្សនិកជនជាទីគោរពនិងជាទីមេត្រីហើយតែធម្មពលកីឡាក៏ឈានចូលដល់ទីបញ្ចប់អរគុណដល់ Hightech ជាម្ចាស់ sponsor បាទទឹកពិសា Hightech គឺបាទជួយសម្រួលដល់សុខភាពរបស់បាទលោកអ្នកបាទហើយពិសាទឹក Hightech គឺសុខភាពល្អមែនទែនតែម្ដងបាទអរគុណជម្រាបលា